សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ថ្ងៃនេះយើងតមេរៀនរបស់យើងទៀតអ្នកនរគ្នាមេរៀនថ្ងៃនេះយើងនិយាយអំពី detail ហើយនិងអារម្មណ៍ feeling អញ្ចឹងក្នុង background មួយវាត្រូវមានអារម្មណ៍របស់វាយើងធ្វើម៉េចគូអារម្មណ៍របស់វានឹងឲ្យដូចពីអារម្មណ៍ដើមរបស់បូដដែលគេដាក់ឲ្យយើងមកអញ្ចឹងហ្នឹងហើយអ្នកនរគ្នាអាកន្លែង line របស់អញ្ចឹងនេះខ្ញុំគូយ៉ាងខុសបន្តិចអញ្ចឹងយើងលុបវាមកខែវាត្រូវមកវិញមកណាអញ្ចឹងកែងរបស់វាត្រូវជាប់គ្នាបន្ទាប់មកយើងចាប់ផ្ដើមសម្អាតវាសម្អាតអាកន្លែងណាដែលយើងគូលើសគូខ្វះអីហ្នឹងយើងសម្អាតវាអាណាខ្វះយើងពេញទៅអាណាលើសយើងលុបវាចោលយើងទៅយើងសម្អាតវាឲ្យស្អាតណាតោះមកយើងចាប់ដើមផាត់ពណ៌វាឲ្យដូចពណ៌របស់បូដូយើងនៅខាងលើអញ្ចឹងណាហើយជាទូទៅអាពណ៌សញ្ញាផ្ទះនៅខាងក្រោមហ្នឹងពណ៌វារៀងល្ងិតអញ្ចឹងយើងដាក់ពណ៌ល្ងិតមកវិញមកហើយចំហៀងប្រួយហ្នឹងយើងដាក់ពណ៌វារៀងខ្មៅមកណាព្រោះអាហ្នឹងវាបាំងថ្ងៃបន្ទាប់មកកញ្ចក់នេះយើងដាក់ចំណាំងផ្លាតវាអញ្ចឹងមកឲ្យវាដូចបូដូរបស់គេអញ្ចឹងហ្នឹងហើយអ្នកនរគ្នាអាកន្លែងស្រមោលនេះខ្ញុំដាក់ស្រមោលកន្លែងកញ្ចក់ហ្នឹងខ្ញុំដាក់ជា multiply អញ្ចឹងយើងរើសពណ៌វារៀងកម្ៅតិចមកដាក់ multiply យើងបន្ថយ capacity វាទៅឲ្យវាមើលទៅវាស៊ីជាមួយកញ្ចក់របស់យើងកន្លែងរៀន5កន្លែងគៀននេះវាស្រមោលអញ្ចឹងយើងដាក់ស្រមោលវាមកកន្លែងខាងលើនេះយើងចាប់ផ្ដើមដាក់ពណ៌វាឲ្យដូចបូដុកណាព្រោះឯពណ៌ខាងមុខវារៀងល្ងិតក្រហមល្ងិតណាហើយខាងក្រោមរបស់វាពណ៌វារៀងភ្លឺអញ្ចឹងពេលយើងគូយើងអាសាឆែកមើលបូដុកអ្នកនរគ្នាកន្លែងខ្លាចកន្លែងខ្លះយើងវាភ្លេចណាបន្ទាប់មកយើងចាប់ផ្ដើមសម្អាតកន្លែងផ្សេងទៀតដូចផ្ទះនេះជាដើមអញ្ចឹងដូចកន្លែងលបងនេះអញ្ចឹងលបងនេះពណ៌វាបដិញណាអ្នកនរគ្នាអញ្ចឹងយើងបដិញវាពីពណ៌វាល្ងិតទៅពណ៌ភ្លឺអញ្ចឹងទៅហើយទ្វារនេះខ្ញុំចង់ដាក់វាពណ៌លឿងដោយសារអីទ្វារហ្នឹងវាទ្វារឈើខ្ញុំគិតថាវាទ្វារឈើអញ្ចឹងខ្ញុំគូទ្វារឈើអញ្ចឹងខ្ញុំដាក់វាពណ៌លឿងអញ្ចឹងមកទៅហើយយើងតុបតែងវាបន្តិចទៅយើងដាក់ជាសាដូជាអីវាបន្តិចទៅឲ្យវាមើលទៅវាមានអារម្មណ៍ដូចមានអារម្មណ៍ដូចទ្វារឈើអញ្ចឹងណា
មកខ្ញុំចាប់ផ្ដើមសម្អាតដើមឈើហ្នឹងវាកាច់កង់បន្តិចអញ្ចឹងវារៀងពិបាកសម្អាតបន្តិចអ្នកនរគ្នាហើយយើង zoom វាមើលឲ្យច្បាស់ទៅថាយើងត្រូវផាត់វាបំពេញវាចំអា outline នឹងអត់ធ្វើម៉េចឲ្យវាស្អាតកុំឲ្យវាខ្វះហើយកុំឲ្យវាលើសនៅពេលណាដែលយើង send ឲ្យគេកែគេ zoom មើលរបស់យើងដែរអ្នកទាំងអស់គ្នាឥឡូវខ្ញុំចាប់ផ្ដើមផាត់ដើមឈើនេះវារៀងពិបាកផាត់បន្តិចអ្នកនរគ្នាអញ្ចឹងមុនយើងផាត់យើងដាក់ពណ៌វាបដិញសិនមកបន្ទាប់មកយើងចាប់ផ្ដើមឆក់យកពណ៌របស់វាដូចបដករបស់យើងអញ្ចឹងជាទូទៅខាងក្រោមវាល្ងិតហើយដោយសារដើមឈើខាងក្រោមវាបាំងថ្ងៃបាំងអីអញ្ចឹងខាងក្រោមវាល្ងិតអញ្ចឹងខាងលើវារៀងភ្លឺបន្ទាប់មកខ្ញុំចាប់ផ្ដើមផាត់ដើមឈើមួយទៀតយើងផាត់ដូចគ្នាអញ្ចឹងអ្នកនរគ្នាយើងលៃលកមិនមកសមទៅធ្វើម៉េចឲ្យវាស្តៀងនៅបដកយើងទៅ
បន្ទាប់មកយើងផាត់អាដើមឈើចុងក្រោយនេះទាំងអស់តាមពិតអាដើមឈើចុងក្រោយនេះវារៀងសដោយសារវានៅខាងឆ្ងាយអ្នកនរគ្នាដល់ពេលឆ្ងាយអញ្ចឹងវាមើលទៅវារៀងស្លេកអញ្ចឹងឲ្យខាងមុខមើលទៅរៀងដិតអញ្ចឹងអាដើមឈើខាងក្រោយយើងមើលទៅវារៀងស្លេកបន្តិចហើយរូបហ្នឹងខ្ញុំអត់ដាក់ពពកទេដោយសារថាពពកវានៅខ្ពស់ពេកអញ្ចឹងវាប្រហែលជាផុតហើយហ្នឹងយើងលៃលកវាមកសំប៉ុណ្ណឹងមកហ្នឹងខ្ញុំភ្លេចមួយទៀតអ្នកនរគ្នានៅចំហៀងខាងផ្ទះនេះយើងដាក់ពណ៌វាពណ៌ល្ងិតព្រោះវានៅខាងក្រោយនៅចំហៀងហើយខ្ញុំភ្លេចមួយទៀតអាចំហៀងហ្នឹងខាងលើដបូលហ្នឹងក៏អញ្ចឹងដែរដបូលក្រហមហ្នឹងអាហ្នឹងក៏យើងត្រូវដាក់ពណ៌វាល្ងិតដែរតែវីដេអូនេះខ្ញុំភ្លេចដាក់អញ្ចឹងសុំទោសអ្នកនរគ្នាផងហើយសាដូរបស់វាក៏យើងដាក់ដែរអ្នកនរគ្នាសាដូនៅក្រោមសញ្ញាផ្ទះហ្នឹងហ្នឹងហើយចុងក្រោយរូបរបស់យើងគឺបានរួចរាល់ហើយគឺរូបវាបែបហ្នឹងអ្នកនរគ្នាអរគុណអ្នកនរគ្នាបាយបាយ